បាទលោកអ្នកនាងជាទីមេត្រីជាបន្តទៅទៀតនេះយើងនឹងបន្តទៅជែកគ្នាអំពីបញ្ហាព្រំដែនជាបន្តទៅទៀតជាមួយនឹងតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមបាទសហព័ន្ធខ្មែរកម្ពុជាក្រោមកាលពីសប្តាហ៍មុនបានបើកកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងតាកូម៉ារដ្ឋ Washington ដើម្បីជជែកបូកសរុបការងារកាលពីឆ្នាំ2015និងលើកគម្រោងផែនការសម្រាប់ឆ្នាំ2016សមាជិកសាខាសហព័ន្ធខ្មែរកម្ពុជាជំនាញពិភពលោកប្រមាណ100នាក់បានចូលរួមក្នុងកិច្ចប្រជុំនេះបាទយើងបានអញ្ជើញលោកនាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោមលោកត្រឹងម៉ាណារិនមកបន្ទប់ផ្សាយរបស់យើងដើម្បីជជែកបន្ថែមទៀតអំពីលទ្ធផលការងារប្រចាំឆ្នាំ2015ហើយនឹងបញ្ហាដទៃទៀតតាក់ទងទៅនឹងព្រំដែនកម្ពុជាបាទសូមជម្រាបសួរលោកម៉ាណារិនបាទបាទលោកបានអញ្ជើញមនុស្សមកច្រើនណាស់ដើម្បីមកពិភាក្សាគ្នានៅឯសហរដ្ឋអាមេរិកនេះតើក្នុងកិច្ចពិភាក្សាគ្នានោះមានបានលើកពីបញ្ហាព្រំដែនកម្ពុជានិងវៀតណាមដែលកំពុងតែមានចម្រូងចម្រាសនេះទេបាទយើងបាននិយាយបន្តិចដែរតែមិនចូលមិនស៊ីជម្រៅទេព្រោះថាគោលការណ៍បងសហព័ន្ធខ្មែរកម្ពុជាក្រមគឺមិនលោកដៃចូលក្នុងរឿងផ្ទៃក្នុងរបស់ប្រទេសកម្ពុជាក៏ប៉ុន្តែរឿងព្រំដែនខ្មែរក៏ជារឿងខ្មែរក្រមដែរហើយដូច្នេះយើងបានជជែកបន្តិចអត់ច្រើនទេបាទជជែកដែរអ្វីដែលជជែកសំខាន់ជាងគេនៅក្នុងកិច្ចប្រជុំដែលប្រមូលគ្នាមកនៅទូទាំងពិភពលោកនេះបាទកិច្ចសំខាន់គឺយើងរៀបផែនការឆ្នាំដល់គឺឆ្នាំ16ព្រោះឆ្នាំហ្នឹងសំខាន់មែនទែនប្រទេសវៀតណាមគេនឹងធ្វើជ្រើសរើសមេដឹកនាំថ្មីបាទហើយក៏គេកំពុងតែចរចាជាមួយសហរដ្ឋអាមេរិកនិងប្រទេសជិតដើម្បីចូលអង្គការឲ្យឈ្មោះថា TPP មានន័យថាម៉េចលោក Trans-Pacific Partnership គឺថាអង្គការសមាគមខាងសេដ្ឋកិច្ចដែលជុំវិញសមុទ្រ Pacific បាទណាហេតុអីក៏សំខាន់សម្រាប់សហគមន៍ខ្មែរកម្ពុជាក្រោមព្រោះថាសហរដ្ឋអាមេរិកគេមានលក្ខខណ្ឌច្រើនទៅគៀបយួនដើម្បីធ្វើឲ្យយួនបែរទៅជាប្រទេសមានគ្រប់សិទ្ធិមនុស្សជាធិបតេយ្យហើយដូច្នេះយើងឈានឱកាសហ្នឹងហើយឱកាសហ្នឹងយើងចង់ទៀមទាអ្វីជាឱកាសហ្នឹងឥឡូវលើកផែនការនឹងផែនការអីខ្លះឱកាសអីខ្លះផែនការឥឡូវហ្នឹងគឺថាយើងចង់ឃើញថាដីកម្ពុជាក្រមខ្លាយទៅជាដីខ្មែរហ្នឹងដែលយើងចង់ឃើញបាទលោកពេកទេយើងថាលោកពេកក៏បានក៏ប៉ុន្តែយើងអាចធ្វើទៅកើតឈរលើមូលដ្ឋានអីខ្លះដែលយើងអាចធ្វើទៅកើតដើម្បីខ្លាយមកជាទឹកដីខ្មែរដូចជាលោកច័ន្ទបិទឆ្នាំ13ធ្លាប់បានទៅមើលទូគួរនៅខេត្តខ្លែតាមខ្ញុំឡើងបាទហើយដូច្នោះហើយលោកបានទៅនោះលោកមិនសូវឃើញខ្មែរមិនដឹងថាណាខ្មែរមិនដឹងថាណាយួនហើយដូច្នោះហើយគឺថាអត់ទេមើលដឹងមើលប៉ុន្តែរឿងមួយទៀតដែលសំខាន់គឺយើងចង់ឃើញឲ្យស្ត្រីខ្មែរឆ្លៀកបំពាក់របៀបខ្មែរឡើងទៅផ្សារស៊ីគុយទាវឥឡូវយើងខ្ញុំថាមើលដឹងហ្នឹងសម្លៀកបំពាក់ខ្ញុំសង្កេតឃើញថាស្លៀកពាក់ស្តៀងមានពាក់អីស្តៀងវៀតណាមមែនប៉ុន្តែអកប្បកិរិយាចរិតរឹកពីមុខមាត់អីនៅតែខ្មែរប្រហែលជាលោកចន្ទបិទខ្មែរឃើញស្គាល់ខ្មែរតែនៅបរទេសវិញក៏អត់ស្គាល់ទេហើយយើងចង់ឃើញថាស្ត្រីខ្មែរស្លៀកបំពាក់របៀបខ្មែរឡើងទៅផ្សារមិនសប្តាហ៍មានហើយក៏ត្រឹមទៅវត្តទេបើយើងចង់ឃើញថាទៅតាមផ្សារទៅស៊ីគុយទាវចូលហាត់គុយទាវស៊ីពាក់វាខ្មែរអញ្ចឹងនៅរក្សាប្រពៃណីទៅពេលមានពិធីសាសនាពិធីប្រពៃណីជាដើមទីមួយក៏ប៉ុន្តែរឿងសំខាន់ទៀតគឺរឿងយើងចង់ឲ្យរដ្ឋាភិបាលយួនហ្នឹងទៅចោះឈ្មោះជាបេតិកភណ្ឌអន្តរជាតិឲ្យរបស់ខ្មែរដូចជាដើមឈើទាលអុកញ៉ាសឿងគុយបាទប្រហែលជាលោកច័ន្ទបិទប្រហែលជាដឹងខ្លះទៅឃើញបាទរឿងដែលនៅកម្ពុជាក៏មានលបាំស្រុកខ្ញុំហៅថាលបាំបឹងចុងគឺលបាំបឹងចុងពីព្រោះភូមិបឹងចុងភូមិហ្នឹងបង្កើតលបាំហ្នឹងរក្សាលបាំហ្នឹងរហូតដល់សប្តាហ៍ហើយបើអត់មានអន្តរជាតិជួយការពារទេថ្ងៃណាមួយនឹងសាប់សូន្យហើយខ្ញុំមិនដែលមានឱកាសបានទស្សនាមើលរបាំបឹងចុងនឹងសោះរបាំនឹងយ៉ាងម៉េចដែរបឹងចុងរបាំស្រុកក្នុងកម្ពុជាអត់មានអញ្ចឹងវាពិបាកថាគេពាក់ក្បាលស្វាក្បាលគូតក្បាលយែកអញ្ចឹងគេនិយាយកលល់អញ្ចឹងហើយសំដែងតែប្រុសសិតឬស្រីសិតមានប្រុសមានស្រីភ្លេងកំដរនឹងភ្លេងប្រើភ្លេងប្រភេទណាដែរភ្លេងសិតភ្លេងសៀមអញ្ចឹងណាយើងហៅថាភ្លេងសៀមភ្លេងបាទភ្លេងរបាំស្គរភ្លេងមៀតភ្លេងអីហ្នឹងឯងបាទហើយយើងចង់ឃើញថាគូបាខ្មែរក្រមយើងសប្តាហ៍យើងរៀនមិនតាន់យួនទេសិស្សយើងដោយសារតែនៅសាលាយើងនិយាយខ្មែរត
តអនៅប្រទេសយើងនិយាយខ្មែរតស្រាយើងនិយាយយួនដល់ចឹងយួននៅប្រទេសនិយាយយួនតស្រានិយាយយួនអញ្ចឹងយើងចាញ់គេចាំពីចាប់ផ្ដើមយើងចាញ់គេបាត់ហើយដល់ចឹងយើងចង់ទៀមទារដ្ឋាភិបាលយួនហ្នឹងឲ្យកូនចៅខ្មែររៀនអក្សរខ្មែរតាំងពីកុមារដ្ឋានឡើងទៅនោះទី1ទី2ទៀតយើងចង់ឲ្យឃើញថាក្នុងកម្មវិធីទូរទស្សន៍ដែលឲ្យកូនសិស្សគេឲ្យតុក្កតាណាចង់ឲ្យមានតុក្កតាខ្មែរព្រោះស្អីតុក្កតាយួនដល់កូនខ្មែរមើលយួនយូរទៅហ្នឹងវាតាំងពីដូចពីតូចមកមើលទៅភាសាវៀតណាមកូនចៅយួននេះអញ្ចឹងធំឡើងទៅអង់គ្លេសពេចប៉ុន្តែខ្ញុំសួរលោកថាហាក់ដូចជាលោកបន្តិចនឹងចង់បានឲ្យបានទឹកដីខ្មែរក្រោមនឹងអ្នកណាក៏ចង់បានដែរមិនអញ្ចឹងក៏ប៉ុន្តែខ្ញុំប្រើពាក្យលោកនឹងគឺក្នុងន័យថាមកដល់ពេលនេះសូម្បីតែដោយលោកមានប្រសាសន៍អញ្ចឹងសម្លៀកបំពាក់គេមិនឲ្យស្លៀកតាមរបៀបខ្មែរភាសាគេមិនឲ្យរៀនផងតាំងពីកូនក្មេងទៅនឹងគឺរៀនភាសាវៀតណាមគ្រាន់តែប៉ុណ្្នឹងអត់ទាន់បានផងនឹងធ្វើម៉េចនឹងរហូតដល់ទាមទារទឹកដីមកវិញបានរឿងសម្លៀកបំពាក់មិនមែនគេហាមទេប៉ុន្តែដោយសារយើងមិនយើងខ្លួនយើងទៅហេតុចុះរឿងខ្លះហ្នឹងដោយសារយើងច្រើនជាងគេអញ្ចឹងបាទដោយសារយើងច្រើនជាងគេពីព្រោះសពថ្ងៃហ្នឹងកើតមកមើលឃើញគេស្លៀកពាក់អញ្ចឹងក៏ស្លៀកតាមទៅឬមួយក៏យើងអត់ផលិតលក់យ៉ាងម៉េចអានោះវាអាចមិនមែនពីរចឹងទេទី1ហ្នឹងវាមិនសូវឃើញដល់ឡាស្លៀកដូចចឹងមិនចង់ស្លៀកម្នាក់ឯងហើយខ្វះគេយើងខុសគេតែឯងអញ្ចឹងតែឯងខុសគេអាហ្នឹងអញ្ចឹងដែរស្លៀកយើងសក់ខ្មែរក្នុងនឹងច្រើនស្លៀកទាំងអស់គ្នាទៅបាទអាហ្នឹងយើងចង់ឃើញអាហ្នឹងហើយពួកខ្ញុំនឹងមានចលនារឿងហ្នឹងណាយើងចលនាដូច្នេះមិនមែនជាបញ្ហាទាមទាររដ្ឋាភិបាលវៀតណាមទេហ្មងទេគឺបញ្ហាចលនាខ្មែរកម្ពុជាក្រោមខ្លួនឯងបងវាទាំងពីរហ្នឹងទាំងពីរដែលភ្ជាប់គ្នាព្រោះខាងយួនហ្នឹងគេលេងឌៀមណាគេរឿងខ្លះហ្នឹងគេធ្វើតែគេអត់ជីងមុខទេរឿងធ្វើគេអត់ជីងមុខទេគេនៅខាងក្រោយខ្លាំងគេញាក់ផ្សេងញាក់បាទអញ្ចឹងទៅវាឃើញតែយើងតែធ្វើដល់យើងចោតគេចេះគាត់ចុះគេថារឿងហ្នឹងសាសនាយើងទៅបាទឃើញទេអញ្ចឹងហើយដល់ដូចសពថ្ងៃលោកកម្ពុជាក្រោមអត់មានសាសនាមួយឯកភាពអត់មានខេត្តណាខេត្តនឹងធំបំផុតគឺមេកុននឹងឯងបាទអត់ទាន់មានការសាមគ្គីគ្នារវាងខេត្តមួយទៅខេត្តមួយបណ្ដាញសាសនានឹងដាក់ជួរគ្នាមកទេដើម្បីរឹងមាំនឹងបាទមិនមែនរឿងថាសាមគ្គីទេប៉ុន្តែយួនរដ្ឋអំណាចយួននេះគឺគេទប់ស្កាត់មិនឲ្យយើងធ្វើរឿងហ្នឹងមកមិនឲ្យយើងធ្វើរឿងបាទណែខ្ញុំសូមសួរខ្លីតែមួយម៉ាត់ទៀតទេមុននឹងឈានចូលសាច់រឿងដទៃទៀតសំណួររបស់ខ្ញុំដដែលធ្វើយ៉ាងម៉េចដែលធ្វើឲ្យកម្ពុជាក្រោមនឹងបានមកកាត់ផ្លែកាន់កាប់វិញគោលការណ៍សំខាន់នឹងធ្វើម៉េចមានគោលការណ៍មូលដ្ឋានច្បាប់បែបណាមានអីបែបណាខ្លះលោកសប្តាហ៍នៅអន្តរជាតិនឹងមានច្បាប់ជនជាតិដើមសេចក្តីប្រកាសមិនជាច្បាប់ទេសេចក្តីប្រកាសជនជាតិដើមពីថ្ងៃ13ខែ9ឆ្នាំ07គឺនៅមាត្រាទី3គេថាជនជាតិដើមមានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងមានសម្រេចវាសនានោះរហូតដល់ការគ្រប់គ្រងខ្លួនឯងបាទដូច្នេះមានន័យថាមិនមែនផ្ដាច់ដើម្បីឲ្យមកកម្ពុជាទេផ្ដាច់ក្នុងន័យថាខ្មែរក្រមនឹងគ្រប់គ្រងដោយខ្លួនឯងបង្កើតជារដ្ឋាភិបាលដោយខ្លួនឯងបាទសង្ឃឹមប្រមាណ%ដែរអានោះខ្ញុំថាសង្ឃឹមច្រើនប៉ុន្តែថាវាមិនមែនអូវណាយបានទេមិនភ្លាមបានទន្ទឹមនឹងយើងនិយាយអំពីរឿងថាตั้งតែដដើមយកទឹកដីដែលបាត់បង់នឹងមកវិញឥឡូវនេះយើងមានដំណឹងបន្តបន្ទាប់ថានៅតាមព្រំដែនកម្ពុជាវៀតណាមនឹងនៅឯខេត្តរតនគិរីជាដើមនឹងមានកងទ័ពវៀតណាមនឹងកាន់កាប់ដីរហូតដល់ 40000 ហិកតាតើក្នុងនាមលោកជាជនជាតិខ្មែរកម្ពុជាក្រោមធ្លាប់មានបាត់ពិសោធន៍បាត់បង់ទឹកដីអីស្តៀងនឹងដែលដំបងឡើងខ្ចីដីដើម្បីបកតបន្ទាប់មកទៀតជូនកូនជូនចៅមកនៅអីអញ្ចឹងទៅហើយទីបំផុតក៏ផ្ដាច់យកទៅតើលោកមានប្រតិកម្មបែបណាដែរចំពោះដំណឹងចុងក្រោយនេះអានោះបើការពុតអានោះវាជាឱកាសមួយដើម្បីអោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាត់សម្ដែងនៅភាពក្លាហានស្នេហាជាតិឲ្យប្រជាពលរដ្ឋនឹងឃើញបើប្រសិនណាយួនប្រមាណអ្នកក៏ដោយបើជាយោធាចូលមកដីខ្មែរលោកដូចដីខ្មែរបំពេញនៅបូរណភាពទឹកដីប្រទេសខ្មែរហើយដូច្នេះលោកហ៊ុនសែនមានឱកាសហ្នឹងបង្ហាញឲ្យប្រជាពលរដ្ឋឃើញថាលោកជាអ្នកមឹងបាត់ការពារបូរណភាពទឹកដីខ្មែរបាទចំពោះចរិតដងយួនគឺថាពីដើមនៅតែខាងជើងទេណាយកដីចាមឆ្នាំសតវត្សទី14ចូលចម្ប៉ាដល់ថ្ងៃដល់ឆ្នាំ1932ទើបចម្ប៉ាបាត់ជាផ្លូវការបាទកម្ពុជាក្រមយើងយួនអត់មានប្រកាសថាយកពីកាលណាយើងក៏អត់មានប្រកាសថាចូលពីកាលណាដែរគេថាគេមកច្រើនគឺគ្រប់គ្រងយកអញ្ចឹងមកគ្រប់គ្រងយកអញ្ចឹងមកឥឡូវហ្នឹងវាជាមេរៀនឥឡូវយើងឃើញនៅប្រទេសកម្ពុជាគេគ្រប់កន្លែងជនជាតិយួននៅគ្រប់កន្លែងនេះហើយយួនគេមានសុភាសិតគឺមួយគេថាយើងឌីទឿកញានឿកtheo saoគេថាប្រជាបរតទៅមិនរដ្ឋាភិបាលទៅក្រោយ
បាននេះតែប្រជាប្រដ្ឋតកោតែមិនគិតថាបានគេលេខគេយកដល់ហ្នឹងគេប្រដ្ឋថាបានគេនឹងគឺពាក្យស្លោករបស់ ពាក្យស្លោករបស់គេដែលយកដៃកម្ពុជាក្រោមហ្នឹងឯង ទៀតមើលថាម៉េចមួយ យើងឌីទឿកយើងនឹងរា ប្រជាជនទៅមុន nhà nước theo sau រត់នឹងបានទៅក្តោបតាមក្រោយអញ្ចឹងវិធីនឹងដដែល ទៅអត់មាន play គេទេ លោកមានប្រសាសន៍ថាអានឹងគឺថាជាបន្ទុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីបង្ហាញថាតើលោកមើងម៉ាត់យ៉ាងណាក្នុងការការពារទឹកដីចុះប្រជាពលរដ្ឋទូទៅវិញជាពិសេសខ្មែរក្រោមវិញអាចធ្វើឲ្យបានឧបមាថាបើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនអើពើ នេះជារឿងនៅបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាទេកម្ពុជាក្រមជាផ្លូវការគឺនៅក្នុងប្រទេសយួនហើយណាគឺថាកម្ពុជាក្រមនេះមិនអាចទៅធ្វើស្អីបានទេហើយម្យ៉ាងទៀតនៅកន្លែងហ្នឹងគឺកន្លែងដែលវាជាប់ទៅតំបន់ម៉ុងតាញាតំបន់ព្រំមិននៅតំបន់ខ្មែរក្រមទេណាដីហ្នឹងហើយចង់គេថាយើងអត់មិនអាចស្អីបានទេយើងមិនអាចស្អីបានទេណាសំខាន់ផុតគឺមេដឹកនាំទេបាទមេដឹកនាំបាទ អរគុណច្រើនដែលបានផ្ដល់ការសម្ភាសរបស់យើងនៅពេលនេះបាទសូមអរគុណសូមជម្រាបលាតែត្រឹមនេះបាទលោកនាងកញ្ញាទើបតែបានទស្សនាទូរទស្សន៍អាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទជួនច័ន្ទបុត្រព្រមទាំងក្រុមការងារទាំងអស់នៃទូរទស្សន៍និងវិទ្យុអាស៊ីសេរីសូមជូនពរលោកនាងកញ្ញានិងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខគ្រប់ប្រការជាពិសេសក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលដែលនឹងចូលមកដល់នេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលារីត្រីសួស្តី